You go to Cambodia for what? Study Cambodian. What? It's easy to learn Cambodian from anywhere. You just go to the website khmerlessons.com and choose a tutor. That's it. Really? What's that easy? Yes, of course. I'm learning Cambodian with them too. Can I cancel the flight? Chụp xua nè từng ngọc nia và xóa cùng một căn ca riêngភាសាខ្មែរជាមួយ channel របស់ខ្ញុំបាទហើយខ្ញុំតារាជាគ្រូភាសាខ្មែរមកពីខាងខ្មែរ lesson បាទហើយក៏ជាគ្រូនៅលើ iTalki សង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយសម្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងរៀនពាក្យបាទមួយចំនួនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃអូខេតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរហើយចង់ដឹងថានៅក្នុងវីដេអូនេះមានពាក្យអ្វីខ្លះដែលមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាឥឡូវយើងចូលទៅក្នុងវីដេអូទាំងអស់គ្នាតោះអ្នកទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមខ្មែរ vocabulary about daily life ភ្ញាក់ពីគេងភ្ញាក់ពីគេង wake up បាទភ្ញាក់ពីគេង or you just say ភ្ញាក់ is okay ភ្ញាក់ wake up ក្រោកពីគេងក្រោកពីគេងបាទ get up or just say ក្រោក also the same បាទក្រោកដុសធ្មេញដុសធ្មេញ brush teeth ដុសធ្មេញលាងមុខលាងមុខ wash face លាងមុខងូតទឹកងូតទឹកបាទ in spoken maybe you always say you always hear មុជទឹកបាទ we don't really say ងូតទឹកបាទ like writing but in spoken we say មុជទឹកបាទមុជទឹក take a shower មុជទឹកស្លៀកពាក់ស្លៀកពាក់ get dressed ស្លៀកពាក់រៀបចំគ្រែរៀបចំគ្រែ make the bed រៀបចំគ្រែញ៉ាំអាហារពេលព្រឹកញ៉ាំអាហារពេលព្រឹក have breakfast ញ៉ាំអាហារពេលព្រឹកធ្វើម្ហូបធ្វើម្ហូប cook ធ្វើម្ហូបចៀនចៀន fry ចៀនស្ងោរស្ងោរ boil ស្ងោរកាត់បន្លែកាត់បន្លែ cut vegetables កាត់បន្លែលាងចានលាងចាន wash dishes លាងចានសម្អាតផ្ទះបាយសម្អាតផ្ទះបាយ clean the kitchen សម្អាតផ្ទះបាយញ៉ាំអាហារថ្ងៃត្រង់ញ៉ាំអាហារថ្ងៃត្រង់ have lunch ញ៉ាំអាហារថ្ងៃត្រង់ញ៉ាំអាហារពេលល្ងាចញ៉ាំអាហារពេលល្ងាច have dinner ញ៉ាំអាហារពេលល្ងាចទៅធ្វើការទៅធ្វើការ go to work ទៅធ្វើការ
ចាប់ផ្ដើមធ្វើការចាប់ផ្ដើមធ្វើការ start work ចាប់ផ្ដើមធ្វើការចប់ធ្វើការចប់ធ្វើការ finish work ចប់ធ្វើការមានប្រជុំមានប្រជុំ have a meeting មានប្រជុំផ្ញើអ៊ីមែលផ្ញើអ៊ីមែល send an email ផ្ញើអ៊ីមែលឆ្លើយទូរស័ព្ទឆ្លើយទូរស័ព្ទ answer the phone ឆ្លើយទូរស័ព្ទនិយាយជាមួយភ្ញៀវនិយាយជាមួយភ្ញៀវ talk to customers និយាយជាមួយភ្ញៀវសម្រាកសម្រាក take a break សម្រាកទៅសាលារៀនទៅសាលារៀន go to school ទៅសាលារៀនរៀនរៀន study រៀនធ្វើកិច្ចការផ្ទះធ្វើកិច្ចការផ្ទះ do homework ធ្វើកិច្ចការផ្ទះកត់ចំណាំកត់ចំណាំ take a note កត់ចំណាំសួរសំណួរសួរសំណួរ ask questions សួរសំណួរប្រឡងប្រឡង have a test ប្រឡងរៀនពាក្យថ្មីរៀនពាក្យថ្មី learn new words រៀនពាក្យថ្មីជិះម៉ូតូជិះម៉ូតូ ride a motorbike ជិះម៉ូតូបើកឡានបើកឡាន drive a car បើកឡានជិះឡានក្រុងជិះឡានក្រុង take a bus ជិះឡានក្រុងជិះតាក់ស៊ីជិះតាក់ស៊ី take a taxi ជិះតាក់ស៊ីដើរដើរ walk ដើរឆ្លងផ្លូវឆ្លងផ្លូវ cross the street ឆ្លងផ្លូវចាំឡានក្រុងចាំឡានក្រុង waiting for the bus ចាំឡានក្រុងស្ទះចរាចរណ៍ស្ទះចរាចរណ៍ traffic jam ស្ទះចរាចរណ៍ដើរហាងដើរហាង go shopping ដើរហាងទិញទិញ buy ទិញបង់លុយបង់លុយ pay បាទ so I mean pay money ណាបង់លុយថ្លៃថ្លៃ price ថ្លៃថោកថោក cheap ថោកថ្លៃថ្លៃ expensive
ថ្លៃបាទ this is the word for expensive and also the word for price បាទថ្លៃបាទ there are two expensive and price បង្កាន់ដៃ បង្កាន់ដៃ receipt បង្កាន់ដៃ សាច់ប្រាក់ សាច់ប្រាក់ cash សាច់ប្រាក់ កាត credit កាត credit credit card កាត credit សម្អាតផ្ទះ សម្អាតផ្ទះ clean the house សម្អាតផ្ទះ បោកខោអាវ បោកខោអាវ wash clothes បោកខោអាវ សម្រាក សម្រាក rest សម្រាក មើលទូរទស្សន៍ មើលទូរទស្សន៍ watch TV មើលទូរទស្សន៍ ប្រើទូរស័ព្ទ ប្រើទូរស័ព្ទ use the phone ប្រើទូរស័ព្ទ មេ មេ boss មេ ភ្ញៀវ ភ្ញៀវ customer ភ្ញៀវ ប្រាក់ខែ ប្រាក់ខែ salary ប្រាក់ខែ ធ្វើការថែមម៉ោង ធ្វើការថែមម៉ោង work overtime ធ្វើការថែមម៉ោង ឆ្ងាញ់ ឆ្ងាញ់ delicious ឆ្ងាញ់ ហឹរ ហឹរ spicy ហឹរ ផ្អែម ផ្អែម sweet ផ្អែម ជូរ ជូរ sour ជូរ ប្រៃ ប្រៃ salty ប្រៃ ហាត់ប្រាណ ហាត់ប្រាណ exercise ហាត់ប្រាណ អានសៀវភៅ អានសៀវភៅ read a book អានសៀវភៅ ចូលគេង ចូលគេង go to bed ចូលគេង មានអារម្មណ៍អស់កម្លាំង មានអារម្មណ៍អស់កម្លាំង feel tired មានអារម្មណ៍អស់កម្លាំង បាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយវីដេអូមួយនេះហើយខ្ញុំក៏សង្ឃឹមដែរថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាក្នុងការប្រើប្រាស់ភាសាខ្មែរសម្រាប់ជីវិតប្រចាំថ្ងៃបាទដោយធម្មតាបើអ្នកទាំងអស់គ្នាមានសំណួរឬក៏មានមតិផ្សេងៗសូមឲ្យខ្ញុំដឹងនៅក្នុងផ្នែក comment ហើយខ្ញុំនឹងព្យាយាមឆ្លើយសំណួរអ្នកទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយៗទៀត